ថ្ងៃមុនខ្ញុំចេញវីដេអូពីរបៀបធ្វើសាច់មាន់ចៀនជូរអែមមកបងប្អូនហើយមានបងប្អូនគាត់គាំទ្រជាច្រើនហើយក៏មានបងប្អូនដែលជា fan គាត់សួរថាអាចធ្វើជាមួយនឹងស្លាបមាន់បានអត់ណាអញ្ចឹងហើយថ្ងៃនេះគឺខ្ញុំមកបង្ហាញបងប្អូនពីរបៀបធ្វើស្លាបមាន់ដែលមានរសជាតិជូរអែមឆ្ងាញ់ហើយរសជាតិស្លាបមាន់ជូរអែមនេះគឺឆ្ងាញ់និយាយទៅចង់ឆ្ងាញ់ជាងសាច់មាន់ចៀនថ្ងៃមុនទៀតណាបងប្អូនចាអញ្ចឹងបងប្អូនដែលគាត់ធ្លាប់ធ្វើសាច់មាន់មកសាកធ្វើជាមួយនឹងស្លាបមាន់ម្ដងរសជាតិគឺថាមិនធម្មតាទេបងប្អូនចាឥឡូវកុំឲ្យខាតពេលយូរដំបូងគឺខ្ញុំមានស្លាបមាន់ហ្នឹងចំនួន1គីឡូចាខ្ញុំយកវាទៅលាងទឹកចាលាងទឹកឲ្យស្អាតហើយបន្ទាប់មកគឺខ្ញុំយកវាទៅប្រឡាក់ជាមួយនឹងគ្រឿងផ្សំសិនចាគ្រឿងផ្សំហ្នឹងមានដូចជាម្សៅស៊ុបមាន់ហើយបន្ទាប់មកខ្ញុំមានម្ទេសហើយនឹងខ្ទឹមចាបងប្អូនញ៉ាំម្ទេសដាក់ម្ទេសច្រើនទៅគឺកាន់តែឆ្ងាញ់ណាបុកលាយគ្នាបន្ទាប់មកខ្ញុំយកវាពាក់កណ្ដាលមកប្រឡាក់ជាមួយនឹងស្លាបមាន់ចាយើងយកពាក់កណ្ដាលហើយទុកពាក់កណ្ដាលសិនណាបងប្អូនសម្រាប់ធ្វើទឹកសុសស្រោចពីលើហើយបន្ទាប់មកខ្ញុំមានម្សៅល្មៀតកន្លះស្លាបព្រាបាយប្រេងឆាបន្តិចហើយនឹងទឹកត្រីហ្នឹងកន្លះស្លាបព្រាបាយខ្ញុំប្រឡាក់ហ្នឹងអត់យកប្រៃពេកទេម្លំឲ្យវាមានជាតិឆ្ងាញ់ណាហើយយើងអត់ដាក់ប្រេងខ្យងទេបងប្អូនពីព្រោះយើងយកទៅចៀនឬបំពងបើសិនជាយើងប្រឡាក់ប្រេងខ្យងគឺបំពងទៅគឺឆាប់ខ្លោចចាអញ្ចឹងនេះខ្ញុំប្រឡាក់តែគ្រឿងផ្សំប៉ុណ្ណឹងហើយផ្អាប់វាទុក1ម៉ោងឥឡូវខ្ញុំមកលាយធ្វើទឹកសុសចាមានដូចជាស្ករ1ស្លាបព្រាបាយទឹកសុសហ្នឹងខ្ញុំយករសជាតិបែបជូរប្រៃផ្អែមអញ្ចឹងខ្ញុំដាក់ស្ករហ្នឹងរៀងច្រើនបន្ទាប់មកគ្រឿងផ្សំផ្សេងបងប្អូនអាចមើលក្នុងវីដេអូហ្នឹងគឺខ្ញុំសរសេរដាក់ចាដូចនេះអញ្ចឹងទឹកប្រេងខ្យងខ្ញុំដាក់វា1ស្លាបព្រាបាយកន្លះសម្រាប់ស្លាបមាន់1គីឡូហ្នឹងណាហើយចំណែកទឹកត្រីគឺខ្ញុំដាក់តែកន្លះស្លាបព្រាបាយទេពីព្រោះចាទឹកម្ទេសទឹកអីគឺវាមានជាតិផ្អែមជាតិប្រៃផ្អែមស្រាប់ហើយណាបងប្អូនហើយនេះគឺទឹកសាបហើយនេះទឹកធម្មតាគឺខ្ញុំដាក់វា7ស្លាបព្រាបាយបងប្អូនអាចដាក់ពី7ស្លាបព្រាបាយទៅ10ស្លាបព្រាបាយអញ្ចឹងណាចាលាយទឹកសុសនឹងហើយទុកវាមួយឡែកសិនឥឡូវខ្ញុំចាប់ដើមយកស្លាបមាន់មកចៀនឬក៏បំពងហ្នឹងចាឲ្យវាក្រហមឈ្ងុយជាមុនសិនស្លាបមាន់ហ្នឹងយើងបំពងកាន់តែក្រហមចាគឺកាន់តែឈ្ងុយឆ្ងាញ់ណាបងប្អូនអញ្ចឹងពេលបងប្អូនចាបំពងឬក៏ចៀនហ្នឹងគឺធ្វើយ៉ាងណាឲ្យស្លាបខាងខាងក្រៅហ្នឹងក្រហមល្អចាហើយនិយាយរឿងស្លាបមាន់ហ្នឹងបងប្អូនការយកខ្ញុំនៅខ្មែរគឺធ្លាប់ឮបងប្អូនយើងគាត់និយាយប្រាប់ថាកូនស្រីកុំសូវឲ្យញ៉ាំស្លាបមាន់នឹងខ្លាំងពេកបងប្អូនដឹងថាមកពីអីនិយាយទៅខ្ញុំអត់សូវដឹងដែរប៉ុន្តែនៅខាងប្រាំងនេះគឺគេអត់មានហាមឃាត់អីទេខាងដូចថាយើងអាចញ៉ាំមកសេរីគ្រាន់តែគេថាស្លាបមាន់ហ្នឹងវាមានជាតិខ្លាញ់អញ្ចឹងណាខ្លាញ់ជាងសាច់ផ្លូវសាច់ទ្រូងអីធម្មតាប៉ុន្តែនៅខ្មែរយើងគឺចាស់ហើយណាបងប្អូនគាត់តែនិយាយថាកូនស្រីកុំសូវញ៉ាំស្លាបមាន់ខ្លាំងពេកអត់ល្អអញ្ចឹងណាចាអត់ដឹងយ៉ាងណាទេនេះគ្រាន់តែថាធ្លាប់ឮគេនិយាយអញ្ចឹងឥឡូវហ្នឹងមកមើលពីស្លាបមាន់ខ្ញុំម្ដងគឺក្រហមល្អហើយខ្ញុំចាប់ដើមស្រង់វាឡើងហើយបងប្អូនទ្រាប់กระดาษជក់ទឹកអញ្ចឹងទៅដើម្បីឲ្យវាជក់ខ្លាញ់ណាបងប្អូនពីព្រោះពេលយើងចៀនឬបំពងហ្នឹងគឺថាខ្លាញ់វាជាប់ច្រើនណាចាបន្ទាប់ពីចៀនស្លាបមាន់ហើយគឺខ្ញុំទុកវាមួយឡែកសិនហើយស្លាបមាន់ហ្នឹងចៀនហើយគាត់តែចៀនប៉ុណ្ណឹងក៏យកទៅជ្រលក់ទឹកម្ទេសក៏ឆ្ងាញ់ដែរបងប្អូនចាហើយឥឡូវខ្ញុំចាមកចាប់ដើមឆាគឺខ្ញុំដាក់ប្រេងឆាថ្មីហ្នឹងបន្តិចហើយយកខ្ទឹមសហើយនឹងម្ទេសដែលបានបុកហើយនៅសល់ហ្នឹងចាយកវាមកលីងជាមួយនឹងប្រេងហ្នឹងលីងរហូតដល់ខ្ទឹមសចាក្រហមល្អនិយាយទៅឲ្យវាឈ្ងុយទៅនេះខ្ញុំចាក់ទឹកសុសដែលបានលាយអំបញ្ញមិញហ្នឹងចាចាក់វាចូលតែម្ដងហើយបន្ថយភ្លើងបន្តិចណាបងប្អូនយើងបើកភ្លើងមធ្យមទៅហើយនៅពេលដែលទឹកសុសនឹងពុះគឺយើងចាក់ស្លាបមាន់នឹងចូលតែម្ដងហើយយើងកូរច្បល់វាចាយើងទុកលីងចាទុកកូរធ្វើម៉េចឲ្យស្លាបមាន់និងទឹកសុសនោះវាបានចូលគ្នាចានិយាយទៅយើងធ្វើរហូតដល់ទឹកសុសនឹងរីងបងប្អូនឲ្យវាចូលជាមួយនឹងស្លាបមាន់នឹងទៅស្លាបមាន់យើងវាមានរសជាតិឆ្ងាញ់ហើយសាច់មាន់រសជាតិជូរអែមនេះបងប្អូនអើយនិយាយថាឆ្ងាញ់បងប្អូនអាចញ៉ាំជាមួយនឹងបាយក៏បានឬក៏បងប្អូនចាញ៉ាំលេងចាពីព្រោះរសជាតិវាអត់ប្រៃខ្លាំងទេមកប្រៃជូរអែមល្មមណាអូនេះខ្ញុំចូលចិត្តណាស់បងប្អូនអើយពេលខ្លះយកមកអង្គុយញ៉ាំលេងហើយបើសិនជាបងប្អូនជួបជុំជាមួយនឹងគ្រួសារចាគឺបងប្អូនអាចធ្វើញ៉ាំជុំគ្រួសារពិសេសជិតចូលឆ្នាំខ្មែរផងបងប្អូនអញ្ចឹងធ្វើញ៉ាំជុំគ្រួសារហើយថែមអាចាក់មកយូរអីអញ្ចឹងណាអូនិយាយថាឆ្ងាញ់ណាស់បងប្អូនអើយហើយពេលយើងចាក់លីងជាមួយនឹងទឹកសុសហ្នឹងគឺធ្វើម៉េចឲ្យតទឹកសុសវារៀងចូលជាមួយនឹងសាច់មាន់គឺយើងបិទភ្លើងហើយបងប្អូនពីព្រោះសាច់មាន់វាឆ្អិនហើយអញ្ចឹងយើងមិនបាច់ចាំកូរវាយូរ
ចាហើយនៅពេលដែលឆ្អិនគឺបងប្អូនដួសវាដាក់ចានអញ្ចឹងទៅទ្រាប់ជាមួយនឹងសាឡាត់2 3ស្លឹកអញ្ចឹងទៅហើយរោយល្ងពីលើល្ងសបងប្អូនចាមើលទៅគឺទំនងឆ្ងាញ់មែនតើហើយនិយាយពីរសជាតិណាបងប្អូនដែលធ្លាប់បានធ្វើសាច់មាន់ជូរអែមដែលនេះខ្ញុំបានចេញពីប្រហែលថ្ងៃមុនណាឆ្ងាញ់ណាបងប្អូនញ៉ាំទៅឆ្ងាញ់ញ៉ាំអានេះរឹតតែឆ្ងាញ់ជាងនឹងទៀតបងប្អូននិយាយពីថាញ៉ាំជក់មាត់ចាអញ្ចឹងវីដេអូថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងបងប្អូនអរគុណច្រើនសម្រាប់ការតាមដានវីដេអូរបស់នេះខ្ញុំហើយសម្រាប់បងប្អូនដែលជា fan ថ្មីៗកុំភ្លេចជួយ like ហើយ follow page ម្នាក់មួយផងដើម្បីនៅពេលដែលនេះខ្ញុំផុសវីដេអូទៅគឺបងប្អូននឹងបានឃើញភ្លាមៗណាចាអរគុណច្រើនជម្រាបលាហើយជួបគ្នានៅវីដេអូថ្ងៃបន្ទាប់ទៀតណាបងប្អូន